Ôi chào ơi, ta ơi bà lấy một chiếc cướp. Lưu sâu có đúng có đăng này. Hay muốn năng rê bà lấy ní cái số nam mô bay chọc sân. Số nam mô bay chọc rồi riêng thả bà lấy rê bà lấy thả. Phật thăng phát phai, thăm măng phát phai, sang khăng phát phai, phát tô ôi ngái, phai phát phút thiết. សូមជូនពរកូនចៅមានសេចក្តីសុខ សូមឲ្យពរកូនចៅមានសេចក្តីសុខសេចក្តីចម្រើនកុំឲ្យមានសត្រូវមកបៀតបៀនបានឡើយគ្រប់កំភ្លៀងគ្រប់ផ្សេងយ៉ាងណាក៏សូមពន្ទាចេញឲ្យឆ្ងាយសា សាធុ ធុ សាធុសាធុ បាទសូមគ្រប់ជំរាបសួរប្រិមត្តទូរទស្សនិកជនបាលីបញ្ជាក្របរបស់លោកប្រតិចារូបនេះខ្ញុំគិតថាដូចជាមានប្រសិទ្ធភាពបងប្អូនប្រសិទ្ធភាពត្រង់ថាវាស្របពេលដែលប្រទេសយើងកំពុងតែមានចម្បាំងរាំងជលជាមួយនឹងចៅសៀមឈ្លានពានបរណភាពទឹកដីរបស់យើងបាទអញ្ចឹងពុកម៉ែបងប្អូនចង់មិនចង់ទាញសភៅមកបិចខ្មៅដៃក៏ដោយឬក៏អាចយើងស្យង់មិនឲ្យចាំនៅក្នុងអារម្មណ៍របស់យើងដើម្បីពេលដែលយើងជួបអាសន្នអន់ក្រជាពិសេសនៅក្នុងបរិបទនេះតែម្ដងដែលក្របកំពុងតែផ្លោងវូទៅវូមកយើងចូលត្រង់សេក៏ដោយបងប្អូនបើមានយន់គាថាការពារបញ្ជាបានខ្ញុំគិតថានេះវាជារឿងល្អប្រពៃបំផុតបាទអញ្ចឹងបងប្អូនកត់ទៅប៉ុន្តែកុំភ្លេចចម្រើនភាវនាដែលចិត្តជ្រះថ្លាដែលជំនឿជឿជាក់បាទមែនទែននេះវាជាក្បួនតម្រារបស់បុព្វរោះយើងបាទមិនមែនជាបល័យដែលគេជាការតាក់តែងតគ្នាទេបងប្អូនវានៅក្នុងសត្រាស្លឹករឹតរបស់ខ្មែរយើងពីដើមហើយយើងសួរថាចុះហេតុអីបានជាបល័យបញ្ជាក្របបល័យការពារឧបទ្រពចង្រៃផ្សេងចោលឈ្លានពានអីហ្នឹងពីដើមមានប្រសិទ្ធភាពម្ល៉េះប្រសិទ្ធភាពដោយសារតែជំនឿដោយសារតែការស្រឡាញ់ការថែបាទការដែលគាត់យកមកចម្រើនភាវនាជារៀងរាល់ថ្ងៃដល់យើងនេះមិនដែលហ្នឹងឃើញចង់ដើរជន់ទៀតសត្រាស្លឹករឹតអីនៅចំនួនតូចម្ល៉េះហើយធ្វើម៉េចឲ្យរបស់អស់ហ្នឹងវាមានប្រសិទ្ធភាពទៅកើតនឹងយើងពិចារណាទាំងអស់គ្នាពុកម៉ែបងប្អូនមិនតែខ្ញុំនិយាយនេះក្នុងគោលដៅមួយបន្តប្រអាប់អ្នកជំនាន់នេះអ្នកជំនាន់ក្រោយហើយលើកតែរឿងអ្នកបបរោះពីមុនមែនទេវាការពិតមួយដោយសារតែយើងមិនជឿទើបធ្វើឲ្យរបស់អស់ហ្នឹងវាអត់មានគេហៅថាប្រសិទ្ធភាពអញ្ចឹងនៅក្នុងន័យនេះខ្ញុំចង់ឲ្យមីងមាបងប្អូនកត់បល័យនឹងទុកដើម្បីយើងសូត្រនៅជាពិសេសយើងកំពុងតែផ្លោងគ្រាប់ដាក់គ្នាទៅវិញទៅមកចោលសៀមឈ្លានពានបរណភាពទឹកដីរបស់យើងហ្នឹងអញ្ចឹងយើងសូត្របល័យហ្នឹងនៅក្នុងត្រង់សេក៏ដែរបងប្អូនសូត្រហើយវាជាការចម្រើនភាវនាពង្រឹងផ្លូវចិត្តរបស់យើងឲ្យរឹងមាំឲ្យពូកែឲ្យខ្លាំងណាឡើយយើងស្ដាប់ទៅខ្ញុំគិតថាដូចជាមិនរឿងអីដែលខុសឆ្គងពេកទេក្នុងន័យមួយត្រង់ថារក្សាហើយយកបល័យបកគូទាំងអស់នេះទៅបញ្ជ្រាបក្មួយទូចឲ្យគាត់ចាំនេះក៏យើងយកទៅចម្លងទុកក្នុងក្បួនច្បាប់ណាមួយឲ្យក្មេងៗជំនាន់ក្រោយថាអូចាស់ជំនាន់មុនគាត់ធ្វើចេះបាទទើបធ្វើឲ្យសល់ទឹកសល់ដីសល់ប្រាសាទសល់ព្រៃឈើសល់ភូមិសាស្ត្រផ្សេងដល់អ្នកជំនាន់ក្រោយដោយសារតែគាត់មានជំនឿអានឹងខ្លះដែរឬគាត់មានជំនឿគូផ្សំជាមួយនឹងអ្វីផ្សេងទៀតទុកសម្រាប់ជាគេដំណើរដូនតាបាទក្នុងន័យមួយទៀតបើសិនជាយើងមិនមានជំនឿយើងកុំប្រមាថបាទចាស់គាត់ថាបើមិនមានជំនឿកុំប្រមាថកាប់ប៉ុន្តែបងប្អូនកុំប្រមាថចង់និយាយថាយើងទៅប្រមាថអីទោះបីយើងមិនជឿក៏ដោយយើងទុកថានេះវាជាដំណើរដំណៀមរបស់ដូនតាយើងខ្ញុំកាលពីឆ្នាំណាទីនេះខ្ញុំភ្លេចទៅហើយមាន
អ្នកចេះបៀងផ្សេងពីបុរាណណាគាត់ចេះគាត់ចេះបល័យអាយអំពីពុកម៉ែបងប្អូនខ្ញុំសូមបែកបន្តិចគាត់ចេះបល័យអាយអំពីប៉ុន្តែគ្រូមកផ្សេងគាត់ថាអត់ឲ្យរៀនទេព្រោះអ្នករៀនបល័យអាយអំពីចេះនេះច្រើនតែរស់ស៊ីមិនមានបានសង្គ្រោះគេសង្គ្រោះមនុស្សម្នាផ្សេងតែថាឲ្យខ្លួនឯងរស់ស៊ីមានបានកោតកោវាគុំវិជ្ជាជុំទៅអំពងខ្ចីអត់មានទេបាទអញ្ចឹងបានជាបល័យហ្នឹងគឺបាត់អត់មាននរណាមួយដែលថារៀនទេដោយសារតែរៀនទៅហើយអត់រស់ស៊ីអត់មានតែខ្ញុំឃើញប្រសិទ្ធភាពនៃបល័យហ្នឹងខ្លាំងណាស់បងប្អូនពោះចឹកបរោះម្នាក់ចុកគប់កុំវាយពោះនៅងាប់យកអ្នកដែលត្រូវពោះចឹកហ្នឹងមកជួបគ្រូដល់ហើយគ្រូនេះគាត់ធ្វើពិធីស្ដោះផ្លុំនៅលើមុខរបួសហ្នឹងហើយគាត់សូត្របល័យអន្ទងពោះហ្នឹងដោយមានខ្លុយសំឡេងខ្លុយហ្នឹងផ្លុំផងសូត្រផងផ្លុំសងពោះផងពោះហ្នឹងវាមកគឿមមកបើដឹងដំបៅដែលវាចឹកហើយជាក់ស្ដែងមែនបងប្អូនដូចក្នុងរឿងឥណ្ឌាភាគបុរាណរបស់ឥណ្ឌាអញ្ចឹងបងប្អូនហើយមានមែននៅខ្មែរយើងខ្ញុំឃើញកាលខ្ញុំនៅទូបាទពោះនឹងវាមកបើអញ្ចឹងទៅក៏អត់ឯងណែវាផ្សេងទៅវិញប៉ុន្តែគេថាមិនបាច់វាយវាទេពោះហ្នឹងកាលណាវាខ្ជាក់ពីចឹកវាបញ្ចេញជាតិពឹសពីក្នុងខ្លួនវាមកហើយវាមកអត់ឯងណែបើស្រោបចូលវិញគឺពោះហ្នឹងត្រូវតែងាប់ហើយអត់រស់ទេអញ្ចឹងគ្រូគេអត់ឲ្យវាយពោះហ្នឹងវាទៅគើមវាពេលវាមកធំលឿនដល់ពេលទៅវិញវាយឺតគេថាវាគឺគាត់ថាជីវិតវានឹងអស់ពេលខាងមុខនឹងអញ្ចឹងណាតែសត្វវាអញ្ចឹងមែនបងប្អូននេះត្រង់ចំណុចហ្នឹងណាដែលចាស់អត់ឲ្យរៀនទេអត់ឲ្យក្មួយរៀនបល័យបកគូរបៀបហ្នឹងទេហើយគាត់ទៅពីបង្កើតជំនឿមួយថាបើរៀនគឺជីវិតអត់អាចរស់ដោយភាពមានបានទេបានតែមិនសង្គ្រោះគេទេហើយចាក់ស្ដាយមែនពូម្នាក់ហ្នឹងគាត់ឈ្មោះមឿនបងប្អូនខ្ញុំចាំឲ្យគាត់ឈ្មោះមឿនពេលគាត់ធ្វើផ្ទះគេថាផ្ទះតនើស្រុកស្រែយើងហៅផ្ទះតនើលើកតនើទៅក្រោមទុកចងគោធ្វើទ្រុងគោដាក់ច្បាំងដាក់ស្មើស៊ីទៅហើយយើងម្ចាស់ផ្ទះទៅដេកនៅលើបាទពុកម៉ែបងប្អូនដឹងយ៉ាងម៉េចទេពេលដែលបានផ្ទះធំទំនំខ្ពស់នៅកូនឈឺប្រពន្ធឈឺជួបនេះជួបនោះដូចវាមានអាសន្នអន់ក្រទៅជារហូតអញ្ចឹងមកបាទដល់ហើយគាត់លក់ផ្ទះហ្នឹងគាត់មកនៅចងតង់យកតសដាក់ថ្នោតយើងពុះថ្នោតគេពុះដើមថ្នោតធ្វើតសណាមកទិញតង់ទិញអីមានស្លឹកថ្នោតប្រក់បន្តិចបន្តួចរុំតង់ទៅនិយាយពីប្រពន្ធកូនអត់ឈឺឲ្យមានណាមានបញ្ហាក្នុងគ្រួសារដូចរស់ដោយសុខដុមរមនាអញ្ចឹងណាបាទអញ្ចឹងបើរស់នៅក្នុងភាពតោកយ៉ាកគាត់សុខសប្បាយប៉ុន្តែឲ្យរស់នៅក្នុងភាពហឺហាមានបានអត់បានដូចវាចេះវាចុះរហូតអញ្ចឹងហ្មងណាបាទនេះអ្វីដែលខ្ញុំឃើញផ្ទាល់អញ្ចឹងបងប្អូនជាថ្មីម្ដងទៀតបល័យដែលអ៊ំព្រឹទ្ធាចារ្យរូបនេះគាត់បានសូត្រហ្នឹងបងប្អូនកត់យកសភៅមកកត់ទុកបាទហើយភាវនាពេលដែលជួបមានអសន្នអន់ក្រឬក៏ក្របបោកក្របផ្សេវអីផ្លោងទុងទាំងបាញ់គ្នាអីយើងពិភាក្សានេះចោះអរគុណបងប្អូនណាបាទជួយថែរក្សាទំនៀមខ្មែរយើងបាទអរគុណជំរាបលា